សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះយើងវិលត្រឡប់មកជួបគ្នាសាជាថ្មីម្ដងទៀតហើយខ្ញុំបាទក៏បាននាំយកនៅសាច់រឿងថ្មីមួយទៀតដែរក៏ពាក់ព័ន្ធជាមួយនឹងស្ត្រីដែលគាត់កំពុងតែបោកពោះដោយប្រិយមិត្តទាំងអស់បានដឹងអញ្ចឹងថាជាទូទៅមនុស្សស្រីគឺពេលដែលគាត់ទំងន់អញ្ចឹងមិនថាជាលើកដំបូងក៏ដោយលើកទីប្រមាណហ្នឹងក៏ដោយក៏ចាស់គាត់ភាកច្រើនគឺឲ្យមានការប្រុងប្រយ័ត្ននិងខ្ពស់ជាពិសេសគឺពាក់ព័ន្ធទៅលើការថែរក្សាកនឹងផងហើយពាក់ព័ន្ធជាមួយនឹងជំនឿមួយចំនួនទៀតហើយរឿងនឹងដែរគឺវាបានកើតឡើងទៅលើបងស្រីម្នាក់ឈ្មោះថាបងយ៉ាគាត់រៀបការជាមួយនឹងប្តីរបស់គាត់ហ្នឹងគឺបានរយៈពេល1ឆ្នាំគាត់ក៏ទទួលបានចំណងដៃជាកូនស្រីមួយហើយក្នុងថ្ងៃមួយហ្នឹងក៏ជាថ្ងៃដែលគាត់ត្រូវនឹងដល់ថ្ងៃសម្រាលកូនម្ដាយរបស់គាត់ហ្នឹងក៏បាននាំគាត់ទៅកាន់មន្ទីរពេទ្យបង្អែកមួយកន្លែងគាត់សម្រាលនៅកន្លែងមន្ទីរពេទ្យរដ្ឋទេណាហើយប្តីរបស់គាត់ហ្នឹងក៏ចេញទៅធ្វើការនៅទីក្រុងភ្នំពេញនោះអត់ដឹងថាប្រពន្ធហ្នឹងត្រូវសម្រាលក្នុងថ្ងៃហ្នឹងទេពួកអីវាមុនថ្ងៃគ្នាហ្នឹង3ថ្ងៃតាមពិតទៅគាត់ត្រូវសម្រាលនៅ3ថ្ងៃក្រោយទេប៉ុន្តែអត់ដឹងថាមូលហេតុអីទេគាត់ឈឺពោះហើយក៏សម្រាលមុនហ្នឹង3ថ្ងៃអញ្ចឹងប្តីរបស់គាត់អត់ដឹងរឿងទេហើយពេលដែលគាត់ឈឺពោះខ្លាំងហ្នឹងក៏ម្ដាយគាត់នាំមកកាន់ពេទ្យបង្អែកហ្នឹងហើយក៏សម្រាកនៅលើក្រែមួយដោយសារអាក្តីឈឺចាប់របស់គាត់ហ្នឹងផងអីផងក៏គាត់អត់បានទៅគិតអីច្រើនទេម្ដងគេរៀបចំក្រែឲ្យគាត់សម្រាកអញ្ចឹងគាត់ក៏សម្រាកនៅលើក្រែហ្នឹងទៅហើយបន្ទប់ដទៃទៀតហ្នឹងគឺមានអ្នកជំងឺច្រើនគេសម្រាប់នឹងយ៉ាងប្រុងប្រយ័ត្នតែសម្រាប់បន្ទប់សម្រាប់កូនមួយក្នុងហ្នឹងពេលដែលគាត់ចូលទៅហ្នឹងគឺឃើញមានតែមនុស្ស3នាក់ទេក្នុងបន្ទប់សម្រាប់កូនមួយហ្នឹងគឺមានតែមនុស្សស្រី3នាក់តែប៉ុណ្ណោះហើយវ័យហ្នឹងរៀងលើគាត់ហ្នឹងក៏2នាក់ហើយក៏មានប្អូនស្រីម្នាក់ទៀតហ្នឹងដែលគាត់សម្រាប់ក្រែជាប់គ្នាជាមួយនឹងបងយ៉ាហ្នឹងហើយអ្នកទ្រាំរបស់គាត់ហ្នឹងសិតតែជាមនុស្សស្រីជាច្រើនក៏ជាម្ដាយហើយក៏កន្លែងខ្លះទៅហ្នឹងក៏គេមានប្តីមានអីគេមកចាំមើលខ្លះអញ្ចឹងទៅនិយាយចូលទៅដល់សាច់រឿងបងយ៉ាហ្នឹងគាត់ទៅសម្រាកនៅលើក្រែហ្នឹងហើយគាត់មានអារម្មណ៍ថាសគៀលពោះឈឺចាប់ផ្ដើមឡើងមកម្ដងមួយឆាវអញ្ចឹងណាគាត់បារម្ភគាត់ថាប្រហែលជាអាចនឹងសម្រាលក្នុងពេលឆាប់ហ្នឹងហើយតែដល់ពេលជាក់ស្ដែងគឺវាអត់អញ្ចឹងទេអត់សម្រាលភ្លាមទេម្ដាយរបស់បងយ៉ាហ្នឹងក៏គាត់មានការព្រួយបារម្ភជាមួយកូននឹងយ៉ាងខ្លាំងដែរគាត់ក៏ទៅពិភាក្សាជាមួយពេទ្យថាឈឺពោះនោះតាំងពីព្រឹកហើយដល់ពេលគាត់មកដល់ហ្នឹងគឺមកដល់ឡើងល្ងាចទៅហើយកូនហ្នឹងក៏នៅតែអត់ទាន់សម្រាលម្ដាយហ្នឹងក៏ទៅពិភាក្សាជាមួយពេទ្យទៅក៏ពេទ្យហ្នឹងគាត់ឲ្យរងចាំនៅក្នុងបន្ទប់ហ្នឹងសម្រាលសិនទៅហើយបងយ៉ាហ្នឹងគាត់ដេកផងគាត់ក្រោកមកប្រត្រេតខ្លួនបន្តិចមកផងគាត់ក្រោកដើរចុះឡើងផងដើម្បីធ្វើទៅតាមពាក្យដែលគេណែនាំពាក្យដែលពេទ្យគេណែនាំហ្នឹងព្យាយាមធ្វើទៅតាមពេទ្យណែនាំទាំងអស់ហើយកូនហ្នឹងក៏នៅតែអត់ទាន់សម្រាលនិយាយចូលទៅដល់ពេលដល់យប់ជ្រៅហ្នឹងដែលគាត់សម្រាកក្នុងយប់ថ្ងៃដំបូងហ្នឹងពេលដែលបងយ៉ាហ្នឹងគាត់ប្រាស់ខ្លួនសម្រាករៀងលក់ទៅបន្តិចហ្នឹងក៏គាត់ឮសំឡេងមនុស្សដែលគាត់ដើរនៅចុងជើងអញ្ចឹងទៅក៏បងយ៉ាហ្នឹងគាត់ភ្ញាក់ដឹងខ្លួនដល់ក្រោកឡើងវិញអញ្ចឹងគាត់សម្លឹងមើលទៅគាត់ឃើញថាអ្នកដែលនៅចុងជើងរបស់គាត់ហ្នឹងក៏មិនមែនជាម្ដាយរបស់គាត់ទេហើយអ៊ំស្រីម្នាក់ដែលឈរនៅចុងជើងហ្នឹងក៏គាត់នឹកថាប្រហែលជាម្ដាយឬក៏សាច់ញាតិរបស់ប្អូនស្រីដែលគាត់នៅសម្រាប់នៅចិត្តហ្នឹងអញ្ចឹងណាមកមើលគាត់ឃើញគាត់ឈឺពោះឃើញអីអញ្ចឹងណាគាត់ក៏អត់ចាប់អារម្មណ៍ដែរហើយអ៊ំស្រីម្នាក់ហ្នឹងក៏សួរគាត់ថាអ៊ំស្រីម្នាក់ហ្នឹងក៏គាត់សួរទៅបងយ៉ាហ្នឹងថាមកយូរណាស់ហ្នឹងបងយ៉ាហ្នឹងក៏គាត់ឆ្លើយថាមកយូរហើយអ៊ំតាំងពីព្រឹកមកម៉េះហើយអ៊ំស្រីម្នាក់ហ្នឹងក៏គាត់អត់មកដែរគាត់នៅឈរមើលបងយ៉ាអញ្ចឹងទៅហើយក្រោយមកទៀតមកក៏គាត់សួរបងយ៉ាបន្តិចទៀតក៏សួរតកូននោះការកើតនោះក៏សួរអញ្ចឹងបងយ៉ាក៏ថាអត់ដឹងទេអ៊ំអើយដឹងម៉ោងប្រហែលទេបើបានសម្រាលយប់ហ្នឹងទៅក៏ល្អដែរដល់ពេលនិយាយអញ្ចឹងហើយផុតបន្តិចមកហ្នឹងក៏បងយ៉ាហ្នឹងគាត់ឃើញថាមានលោកគ្រូពេទ្យហ្នឹង2នាក់ហើយនឹងអ្នកគ្រូពេទ្យឆ្មោកហ្នឹងម្នាក់រុញអ្នកពោះធំថ្មីម្នាក់ទៀតហ្នឹងមកអញ្ចឹងណាចូលមកក្នុងបន្ទប់ហ្នឹងហើយរុញមកគឺថាម្នាក់ស្រីហ្នឹងគាត់មានអាការៈ
ឈឺចុកចាប់ខ្លាំងមែនទែនគាត់ស្រែកយំមនាលពេញប្រងការដែលគេរុញមកនឹងអញ្ចឹងណាហើយយកម្ដងដាក់នៅលើក្រែហ្នឹងគឺម្លងក្រែមួយបើន័យថាក្រែរបស់បងយ៉ានឹងហើយបន្ទាប់មកក្រែប្អូនស្អីម្នាក់ហើយបន្ទាប់នឹងមកមួយទៀតមកក៏មានក្រែមួយទៀតហ្នឹងនៅទនេក៏យកគាត់មកដាក់នៅលើក្រែហ្នឹងហើយតាំងពីមកគឺបងស្រីម្នាក់ហ្នឹងគឺគាត់ស្រែកអធិស្ឋានគឺម្នាក់ស្រីហ្នឹងគឺគាត់ស្រែកមែនតើគាត់ស្រែករហូតដល់អ្នកនៅកន្លែងហ្នឹងគាត់មានអារម្មណ៍ថាបងយ៉ាគាត់ថាអូបើស្រែកដល់ថ្នាក់ហ្នឹងចុះអ្នកដែលជាទងន់ផ្សេងទៀតហ្នឹងគេសម្រាកមកកើតទៅបើគាត់ស្រែកខ្លាំងយ៉ាងហ្នឹងគ្រាន់តែគាត់គិតអញ្ចឹងហើយក៏គាត់និយាយពាក្យមួយម៉ាត់គាត់ថាបងអើយបងឯងឲ្យស្ងាត់ជាងនឹងបន្តិចទៅពួកអីពួកខ្ញុំសម្រាកដែរអញ្ចឹងណាគាត់ក៏និយាយអញ្ចឹងស្រាប់តែអ៊ំស្រីដែលនៅចុងជើងរបស់គាត់ហ្នឹងសម្លឹងមុខរបស់បងយ៉ានឹងខ្មែរមកមើលមកគាត់សម្លឹងគាត់អញ្ចឹងដូចជាខឹងគាត់រឿងអីចឹងដល់ក្រោយមកទៀតមកបងយ៉ាហ្នឹងក៏គាត់ឆ្ងល់ថាអ៊ំនឹងមកចឹងមកអត់សូវនិយាយស្ដីហើយឆោសម្លឹងមើលគាត់រហូតចឹងដល់ក្រោយមកអ៊ំស្រីហ្នឹងក៏គាត់ឈប់ឈរនៅចុងជើងបងយ៉ាហ្នឹងក៏គាត់ដើរទៅកន្លែងចុងជើងម្នាក់ស្រីមួយទៀតដែលកំពុងតែស្រែកហ្នឹងដើរទៅចុងជើងបងស្រីម្នាក់ហ្នឹងដល់ពេលហើយលោកគ្រូពេទ្យហ្នឹងក៏គាត់មកពិនិត្យជាមួយនឹងអ្នកគ្រូពេទ្យអីផ្សេងៗជាគាត់មកពិនិត្យមើលអីសពគ្រប់អស់យ៉ាងទៅក៏គាត់ប្រាប់អំភ័យថាគាត់ប្រាប់បងយ៉ាថាជិតដល់ម៉ោងសម្រាលហើយអញ្ចឹងឲ្យគាត់ម្លែកទៅបន្ទប់មួយទៀតទៅដើម្បីងាយស្រួលក្នុងការសម្រាលព្រោះអីនេះក៏បន្ទប់ឲ្យគេសម្រាកនៅនឹងចុះដល់បងយ៉ាហ្នឹងក៏ត្រូវបានអ្នកគ្រូពេទ្យហើយនឹងលោកគ្រូពេទ្យ2នាក់ផ្សេងទៀតហ្នឹងមករុញគាត់យកទៅដាក់នៅបន្ទប់ផ្សេងដល់គាត់ទៅមកសតុះអញ្ចឹងទៅក៏គ្រូពេទ្យហ្នឹងគាត់ចាក់ថ្នាំសម្រួលការឈឺចាប់ខ្លះអញ្ចឹងទៅសម្រួលដល់គាត់របស់គាត់ហ្នឹងយកមកចាក់នៅនឹងអញ្ចឹងណាហើយក៏មកឡងទៅបានប្រហែលហ្នឹងក៏គាត់ឈឺពោះសម្រាលកូនមែនដល់គាត់សម្រាលកូនហ្នឹងហើយឲ្យចង់សពគ្រប់អស់អញ្ចឹងទៅក៏ពេទ្យគេហ្នឹងឲ្យគាត់មកសម្រាកនៅបន្ទប់ចាស់វិញអញ្ចឹងគេដាក់ប្រងការនឹងដែររុញគាត់មកសារក្រោយហ្នឹងក៏ឲ្យគាត់ឡើងមកសម្រាកនៅលើក្រែដដែលឲ្យគាត់សម្រាកមុននឹងឯងហើយកូនហ្នឹងក៏ដាក់នៅចិត្តគាត់ដូចគ្នាហើយម្ដាយរបស់បងយ៉ាហ្នឹងគាត់មើលថែចៅហ្នឹងណាគាត់ស្រឡាញ់ដែរណាហើយក៏យកចិត្តទុកដាក់ជាមួយកូនហ្នឹងដែរដល់ពេលហើយល្វើយខ្លាំងពេកទៅក៏បងយ៉ាហ្នឹងក៏គាត់សម្រាកសងំគេងទៅហើយអ៊ំស្រីដែលជាម្ដាយរបស់បងយ៉ាហ្នឹងវិញគាត់នៅមើលកូនផងមើលចៅផងតិចមើលកូនតិចមើលចៅគាត់បារម្ភណាហើយក៏គាត់អាស្រ័យឲ្យកូនគាត់តិចហ្នឹងគាត់អត់សូវឲ្យសម្រាកលក់ខ្លាំងទេព្រោះអីគាត់ខ្លាចមានហេតុភេទអីមួយដែលអត់ល្អព្រោះតឹមសម្រាលដំបូងអញ្ចឹងគឺល្វើយខ្លាំងណាស់តែអញ្ចឹងទេក៏ម្ដាយរបស់បងយ៉ាហ្នឹងគាត់មើលចៅហ្នឹងរហូតដល់គាត់អត់ងុយខ្លាំងក៏គាត់សម្រាកលក់ដូចគ្នាដល់ពេលល្បាក់ដល់ម៉ោងចន្លោះម៉ោង3 7ម៉ោង4ក៏ជាធម្មតាម៉ោងប៉ុណ្ណឹងគឺត្រូវលោកគ្រូពេទ្យល្បាក់ម៉ោង4ទៅម៉ោង5ហ្នឹងលោកគ្រូពេទ្យគាត់ចុះមកមើលអញ្ចឹងគាត់ដើរមើលទៅតាមបន្ទប់អញ្ចឹងទៅអ្នកជំងឺមួយអញ្ចឹងណាក៏គាត់ដើរមកដល់បន្ទប់ហ្នឹងដើរមកដល់បន្ទប់បងយ៉ាហ្នឹងហើយក៏គាត់សួរថាយ៉ាងម៉េចហើយបងយ៉ាហ្នឹងប្រាប់ថាអត់អីទេសួរថាការៈមិនដែរមានអីផ្លែដែរអត់ទេបងយ៉ាក៏គាត់ប្រាប់ថាអត់អីទេអញ្ចឹងលោកគ្រូពេទ្យហ្នឹងក៏គាត់ដើរចេញពីកន្លែងក្រែបងយ៉ាហ្នឹងទៅក៏គាត់ទៅមើលអ្នកជំងឺផ្សេងទៀតនៅចិត្តហ្នឹងហើយជាពិសេសមនុស្សម្នាក់ស្រីដែលគាត់មកគាត់ស្រីតាំងពីដំបូងហ្នឹងអត់ទាន់បានសម្រាលទេអញ្ចឹងគាត់ចាក់ថ្នាំសម្រួលហើយចំសពគ្រប់អស់អញ្ចឹងក៏គេថាសម្រាលនៅនឹងអត់កើតទេមកទៅក៏ពិបាកសម្រាលណាស់ក៏បញ្ជូនគាត់ឡើងទៅមន្ទីរពេទ្យខេត្តពេលដែលយកគាត់នឹងទៅបាត់អស់ទៅអញ្ចឹងក្រោយមកទៀតហ្នឹងអ្នកដែលគាត់សម្រាលនៅក្នុងបន្ទប់ហ្នឹងដូចគ្នាគាត់ដូចថាគាត់មកមុនអញ្ចឹងទៅក៏គាត់ចេញទៅម្ដងមួយនៅសល់តែក្រែមួយដែលនៅជាប់ហ្នឹងបងអូនស្រីម្នាក់ដែលនៅជាប់ក្រែរបស់បងយ៉ាហ្នឹងក៏គាត់នៅសម្រាប់នៅនឹងឡើយទេក៏អត់ទាន់ចេញទេព្រោះអីគាត់សម្រាប់មុនបងយ៉ាហ្នឹងតាប្រហែលម៉ោងទេដល់ក្រោយពីនឹងមកលោកគ្រូពេទ្យក៏គាត់ថាឥឡូវសម្រាប់នៅនឹងមកយប់ទៀតទៅចាំស្អែកឡើងពេលព្រឹកគាត់អត់មានអីទេអស់បញ្ហាគេតាមដានមើលអញ្ចឹងទៅសុខភាពរបស់ក្មេងហ្នឹងក៏ល្អម្ដាយក៏ល្អអនុញ្ញាតឲ្យគាត់ចេញទៅវិញបងយ៉ានេះលើតែបានចេញទៅវិញស្អែកអញ្ចឹងក៏គាត់សប្បាយចិត្តដែរហ្នឹងហើយម្ដាយរបស់គាត់ហ្នឹងក៏គាត់រៀបចំបបកាអាវនឹងខ្លះរៀបចំទុកឲ្យហើយទុកតែគ្រឿងសម្លៀកបំពាក់មួយចំនួនទេសម្រាប់ឲ្យបងយ៉ាហ្នឹងគាត់ផ្លាស់ប្ដូរដល់អាយុថ្ងៃហ្នឹងវាកើតមានរឿងហេតុភេទខ្លះដែលវាខុសប្លែកពីធម្មតា
បើហើយជាមកពីម្ដាយរបស់គាត់ផ្លេចដែរជាទូទៅកន្លែងដែលសម្រាប់កូនអញ្ចឹងនៅក្នុងមន្ទីរពេទ្យមួយគឺគេហៅថាតែងតែមានម្ចាស់កន្លែងមួយដែលរក្សាកន្លែងហ្នឹងហើយអញ្ចឹងមិនថាអ្នកជំងឺក្តីមិនថាអ្នកដែលគាត់សម្រាប់កូនក្តីបន្ទាប់ពីគាត់សម្រាប់កូនហើយគេតែងតែទិញដូចជាចេកខ្លះទៅឬក៏សំណែនអីខ្លះទៅយកទៅដាក់នៅកន្លែងដើមឈើមួយដែលនៅបន្ទប់ដែលនៅទល់មុខជាមួយនឹងបន្ទប់របស់បងយ៉ាគាត់សម្រាប់ហ្នឹងអ៊ំស្រីហ្នឹងគាត់បានឃើញគេដែរគេទិញយកផ្លែឈើខ្លះទៅទឹកក្រូចខ្លះទៅអីចឹងទៅចេកខ្លះទៅយកទៅដាក់សែនកន្លែងហ្នឹងបន្ទាប់ពីគេសម្រាប់កូនហើយដល់អ៊ំស្រីគាត់អាឡែងទៅវីពួកជាមួយនឹងកូនជាមួយនឹងបងយ៉ាអញ្ចឹងទៅជាមួយនឹងចៅគាត់ផ្លេចដល់យប់ហ្នឹងគាត់ឡើងទៅសម្រាប់នៅចិត្តហ្នឹងឡើងទៅសម្រាប់អាក្រែមួយទៀតដែលនៅជាប់បងយ៉ាហ្នឹងដែរឡើងទៅសម្រាប់នៅក្រែចិត្តហ្នឹងស្រាប់តែគាត់កំពុងតែសម្រាប់សុកហ្នឹងស្រាប់តែគាត់ឃើញអ៊ំស្រីមួយដែលឈរនៅចុងជើងរបស់បងយ៉ាហ្នឹងគាត់មកគាត់ឈរនៅចុងជើងរបស់បងយ៉ាហ្នឹងម្ដងទៀតម្ដងហ្នឹងក៏គាត់លុកដៃមកមកអែលជើងកូនហ្នឹងអែលជើងកូនដែលទៅបកើតហ្នឹងណាហើយឈរអត់មកអត់និយាយអីទាំងអស់ឈរឡើងថ្មឹងអែលជើងកូនហ្នឹងចុះឡើងអញ្ចឹងទៅស្រាប់តែមកសតុកកូនហ្នឹងយំងាអ៊ំស្រីដែលជាម្ដាយបងយ៉ាហ្នឹងគាត់ស្រែកឲ្យហ្មងគាត់ថាមើលក្មេងកំពុងដេកទៅលេងអីហ្នឹងមើលឲ្យវាដេកផងហុចអញ្ចឹងម្ដាយគាត់មិនបានដេកមិនបានសម្រាប់ហុចលេងអីលេងអត់ដឹងអីសោះអញ្ចឹងម្ដាយបងយ៉ាក៏គាត់និយាយអញ្ចឹងស្រាប់តែអ៊ំស្រីហ្នឹងក៏អត់តាណាសោះគាត់នៅឈរហ្នឹងហើយគាត់ដល់ញឹមមិនលោកដៃមកអែលជើងក្មេងហ្នឹងដល់អ៊ំស្រីហ្នឹងគាត់ខឹងខ្លាំងពេកក៏គាត់ក្រោកពីដំណេកហ្នឹងមកគាត់ដើរមកសម្ដៅគាត់ថាមកទាញដៃចេញដល់ពេលគាត់តែមកដល់កន្លែងហ្នឹងវឹកមកអ៊ំស្រីហ្នឹងគាត់ងាកស្លក់អញ្ចឹងមកវឹកមកគឺទឹកមុខរបស់គាត់ហ្នឹងគឺប្រែផ្លៃខ្លាំងមែនតើអ៊ំស្រីហ្នឹងគឺទឹកមុខគាត់កាចមែនតើហើយអាក្រក់មែនតើរហូតដល់ធ្វើឲ្យអ៊ំស្រីជាម្ដាយរបស់បងយ៉ាហ្នឹងគាត់មានអារម្មណ៍ថាភ័យខ្លាចព្រោះអីស្ងាត់ដែរហើយនៅសល់តែគាត់ហ្នឹងម្នាក់ហើយដល់ពេលហើយគាត់និយាយថាឲ្យស្ដីអីខ្លះបន្តទៀតទៅក៏អ៊ំស្រីម្នាក់ដែរយើងចំណាស់ហ្នឹងក៏ដើរចេញពីបន្ទប់ហ្នឹងទៅដល់ហើយអញ្ចឹងក៏ម៉ាក់អង្យ៉ាហ្នឹងក៏គាត់ដើរទៅដាស់អង្យ៉ាហើយគាត់ប្រាប់ថាម៉ែអូនអើយម្នាក់ស្រីហ្នឹងដែលយើងចំណាស់មិញហ្នឹងបងអូនម៉ែប្រហែលតិចតួចឃើញមកលេងកូនឯងហើយម៉ែស្ដីឲ្យខ្លាំងប៉ុណ្ណាក៏វាអត់ចេញបើលេងតើកូនឯងយំហ្នឹងបាទឲ្យភ្ញាក់មកហ្នឹងហើយចុះឲ្យស្គាល់អត់បងយ៉ាក៏គាត់ថាអត់ស្គាល់ដែរអត់ដឹងដែរហ្នឹងអត់ដឹងថាគាត់ហ្នឹងជាអ្នកណាដែរទេហើយគាត់មិនអស់ចិត្តក៏បងយ៉ាសួរថាសាក់សួរនេះមើលសាក់សួរម៉ែអូនមើលថាម៉ាក់របស់គាត់មែនដល់ពេលបងយ៉ាហ្នឹងក៏គាត់ទៅសួរគាត់ថាអត់ទេម៉ាក់គាត់អត់មកផងគាត់នៅចិត្តហ្នឹងក៏មានតែប្តីរបស់គាត់ដែលនៅចាំធំមើលគាត់ហ្នឹងម៉ាក់គាត់មកមើលបានមួយផ្លែតហើយក៏ទៅវិញបាត់ទៅមកមើលពេលថ្ងៃហ្នឹងក៏គាត់ប្រាប់ភិនភាគថាម្ដាយរបស់គាត់សបល់រៀងសអើជិះចុះចឹងទៅមកមើលគាត់បានមួយផ្លែតឥឡូវក៏គាត់បញ្ញាបកទៅអត់មានពីណាគេមើលទេប្រាប់ចឹងណាដល់ពេលអញ្ចឹងបងយ៉ាហ្នឹងគាត់ចាប់ដើមឆ្ងល់គាត់ថាមិនមែនម្ដាយរបស់អ្នកអូនហ្នឹងទេហើយចុះអ៊ំស្រីហ្នឹងជាពីណាគេឬក៏អ្នកនៅក្បែរបន្ទប់ហ្នឹងដល់បងយ៉ាហ្នឹងក៏គាត់ឲ្យម្ដាយរបស់គាត់ហ្នឹងទៅមើលអ្នកនៅចិត្តបន្ទប់ហ្នឹងគឺអត់មានអ្នកសម្រាប់ទៀតអត់មានទេចឹងយ៉ាគាត់ចាប់ដើមឆ្ងល់ថាអ៊ំស្រីហ្នឹងពីណាគេគាត់ឆ្ងល់ចឹងណាមិនក្រោយមកទៀតមកគាត់ថាប្រហែលជាមកពីអ្នកក្បែរហ្នឹងទេគឺលោកនៅបន្ទប់អីឆ្ងាយដែរគាត់តាមហ្នឹងទៅឃើញអញ្ចឹងក៏គាត់ចូលមើលចឹងទៅក៏គាត់សង្ងំសម្រាប់ទៅដល់ពេលគាត់សម្រាប់អាសុកហ្នឹងដល់ពាក់កណ្ដាលយប់ជ្រៅខ្លាំងមែនតើកូនរបស់យ៉ាហ្នឹងគាត់ជុំម្ដងទៀតដល់កូនរបស់យ៉ាហ្នឹងគាត់ស្រែកយំងាអញ្ចឹងទៅក៏ông giàគាត់ក្រោកឡើងអ៊ំស្រីក៏គាត់ក្រោកមកព្រមគ្នាទាំងពីរទៅមកដល់គាត់ក្រោកមកវឹកមកគឺគាត់ឃើញម្នាក់ស្រីចំណាស់នឹងតតែហ្នឹងលោកដៃតែ3ចៅគាត់អ៊ំស្រីនោះគាត់ស្រែកមកទៅហឹងមកវឹកមកស្រាប់តែឃើញមនុស្សស្រីហ្នឹងអ៊ំស្រីចំណាស់ហ្នឹងលោកដៃទៅតកងកូនរបស់យ៉ាហ្នឹងហើយបើមកដល់ដៃភ្លាមគឺចាប់ដើមសោចប្រហែលចាប់ដើមសោចសម្លេងលឺខ្លាំងទៅដល់ពេលអញ្ចឹងបងយ៉ានេះហើយនឹងអ៊ំស្រីហ្នឹងគឺគាត់ស្លោមែនតើស្លន់មែនតើណាស្លន់ខ្លាំងអ៊ំស្រីហ្នឹងក៏គាត់ហត់ទៅដដើមកូនហ្នឹងពីដៃវិញគឺឆក់ពីដៃវឹបមកចឹងមកប៉ោចៅនៅហ្នឹងចឹងវិញហើយអ៊ំម្នាក់ស្រីហ្នឹងក៏គាត់សលឹងមុខមើលឡើងស្លុបចឹងណាហើយក្រោយមកទៅក៏អាទស្សនភាពបែបហ្នឹងក៏រៀងស្ងាត់ទៅវិញបន្តិចអ៊ំម្នាក់ស្រីហ្នឹងក៏គាត់ដើរទៅសម្រាប់នៅអាចុងក្រែមួយទៀតកំពុងតែសម្រាប់អាចុងក្រែហ្នឹងចឹងទៅក៏ភ្នែកហ្នឹងអត់ចោលទេ
nơi ta mơ mau bằng giá hơi nâng mà đai bà quạt chẳng đọc về chẳng tới quạt sầm rạ chẳng tôi tập ra cây chẳng tới có bạc láng quạt trời điệp cho mày bán chanh thời ở chất bông giá hơi nâng mạng bà quạt nó có xùa mà đầu tiệt xùa thà ông say mà nè nâng được và tục chật nắng rồi có chỉ của xa bao nè na hết ấy có quạt asa một lên câu nâng mày đọc về chẳng tới có bông say nâng có ta ông say mùi nè nè ở ông say mùi đang quay ở đài sầm rạ nơi chọp cài bao hở chọp cài bao da nắng có xùa tha ông say mà nè ná bông giờ thằng ông say để mau về chụp á đây mà trao lên trường con bông à khó mà nè say có thấy nhưng mắt khơi không bông bên này chạy bông có ông già có chập đam chập vào đồng có thằng mau lọc buôn ram đố tăng bị bông mau từ bông tăng bị bông ở ton sầm rạ ở đây rồi về nó có quạt từ mơ câu nó này nè về bông sầm rạ nên nâng chân tới bông mau từ bông về bông ở ton sầm rạ lắm cứ quạt từ trong cài bò này nâng hai quạt trâu mơ câu này đôi khi nè ta có ót pa thì đó có nói mà có quạt mà trâuในtrong trường bông vậy bọn đang thầm mấy cái quạt che ta mà trâuในtrong trường là hồi ta bên gì chắc bọn say mà nè đây quạt nơi sầm rạ chọc khay bông giá nó có quạt ót miên khơi không bông ót miên khơi gì bông giá này có quạt chạp vào rộng chứ ở rộng và quạt ở xuống có quạt cái xua mày quạt xua thăm mày hay mẹ ốm với tha ọt miên khơi mà nơi mà bò con mà ấy mà trâu lên câu ấy chẳng thể xong bây ta sẽ lên ôn dụng nó có quạt ọt lừa đây hơi chỗ ở mình xây dụng mấy những pina kì mày ông thấy nó có quạt chạp vào rộng quạt ọt mót đây khai con quạt thầy khai ấy chứ nó có quạt ở xong khổ vẹt nó ở đầu cài năng tới tranh bên năng phim hai quạt có tới coi được hàng cài vậy bây giờ quạt từng coi hàng cài bên nắng khơi tha rộng bao quạt hiện scom ta chạy hay khơi má có miền ông say mà nè tiết quạt má quạt sâu tha tranh hay ấy tha tranh hay tha tranh được bao nhiêu năng hay và sâu tha cho trai nó mệt đấy slow tê có thay dục mình vì hiện dục mình tích bị sơ ban sầm rạ hay asa miền kia một lên đập về quạt giấy chẳng có ông say nó có quạt chạp vào đồng của số asa miền kia mà lên bên này cái thằng ông say môi trường này đại nơi hay trên nơi cho tập năng cho từ lên trai quạt là hồn đập về ông say nắng quạt nẹt thưa ca nên nắng quạt đằng quạt có cây mà đây bằng bông già nắng ao tranh phật vì lại già nắng màu cây hai tranh máuมันquạt sập hẹp và sâu tha mà nẹt na hay phần phiện nó là mạch này đợi chẳng tới có ông say nó có quạt hẹp và tha ở ông say nó quạt hiền trồng nè vậy nhưng mà hay chỉ bảo ôn quạt màn tích mình tuổi thì hay support hiền không ai sợ rẻ thầm có hay cặp bố nó tiếp trên quạt màn tích đập về quạt giấy chẳng có ông say để quạt phơi ca nên nắng để quạt mà xua mạng già một nắng có quạt đắng có thằng bên trắng men mà nơi thế chẳng đó chắc mạng già quạt xua ta mạch ban men mà nữa bán ông say nâng quạt giấy về quạt tha mà nè say nắng ông say môi nắng cơ ap môn p nâng cái là khai miền mà nè say môi nắng có quạt tầng môn màu trong đài hay ông say mà nè nâng quạt chun quạt chun con quạt màu sầm rạ con nơi em tì bệt chẳng tay đập về quạt ọt ngồi nâng mơ trái nâng khang pếch mới nè quạt lái chia vào đập về chẳng quạt vần một kháng của quạt đuôi tất cả slap không có tục nâng bật đảo tăng quạt toàn ban đi phòng lẽ cả tha bên này cái màu của toàn này cho chị ta mặc đuôi mặc cặp nhưng ta phải câu nâng quạt nơi sầm rạ nên chứ ọt nâng tạm đài đuôi thì bên này cái câu màu chui của toàn này hay quạt slap nơi trong cái nữa slap nơi ở trong cái khang cầu này đập về to tầm miền kia đào trong đó cái khơi bàn phải cha lo tới có cái dầu sọc quạt tranh tay hai con sấy và quạt nó có tranh tay chỉ mỗi cái này đập về trắng bán ông sấy đừng có thao ôm chẳng ấy bán chạy ta một mơ trái quạt là hột mà cho mà xâm đằng trái quạt là hột có ở thục giấy lia mọt lia cỏ đâm bấy cầm áo quạt nó ở tam trong bia trong ấy chứ cầm áo quạt nó ở tam rồi đường trái bạc quạt ở thục áo quạt có điệp trong sụp này đây xem san ta áo ông sấy nằng hai giấy cầm áo bạc can đọc về chẳng ở bông già nắng về để quạt ở bộ tờ lọc tờ đọc tè vĩnh quạt nó có ọt bàn tên chơi tên ấy nhưng mà sai tiết tranh tập hot tờ đỏ té quạt sầm rạ nơi dục ngày té tờ bầu nữa xếp ta quạt khơi ông say đang tờ này lên ông vẹt đang hỏi nhưng mà được say mình đẹp xanh tiết tờ đỏ quạt đỏ té tờ đó cháu nơi trong trường của tờ đài
ដល់ពេលអញ្ចឹងបងយ៉ាគាត់ហៅម៉ែគាត់ណាដល់ពេលហៅម៉ែគាត់មកម៉ែគាត់ហ្នឹងក៏អត់ធុកនិយាយហើយក៏វាអីចេញហើយក៏ម៉ាក់គាត់ហ្នឹងឲ្យប្តីរបស់ឲ្យប្តីរបស់អ៊ំស្រីហ្នឹងដើរទៅហៅលោកគ្រូអាចារ្យមកហើយក៏គាត់ទៅរកលោកគ្រូអាចារ្យបានមកគាត់ចាប់ដើមរៀបចំព័ទ្ធសីមាព័ទ្ធអីនៅផ្ទះចឹងទៅក៏ធ្វើទឹកធ្វើអីឲ្យបងយ៉ាហ្នឹងគាត់លុបមុខលុបអីខ្លះចឹងទៅក៏គាត់ស្វាងត្រឡប់មកវិញអារម្មណ៍ភ័យខ្លាចហ្នឹងក៏គាត់អត់សូវមានដូចមុនដែរអញ្ចឹងក៏វារៀងរសាត់បាត់ទៅហើយអ៊ំប្រុសហ្នឹងក៏គាត់ប្រាប់ថាឲ្យបកត្រឡប់ទៅទិញចេកទិញសំណាញ់អីផ្សេងដាក់សែននៅក្នុងឲ្យគេវិញទៅព្រោះឲ្យយើងចាញ់មកហ្នឹងយើងអត់បានដាក់ចេកដាក់អីឲ្យគេទេដល់ពេលអ៊ំស្រីក៏គាត់បកត្រឡប់ទៅពេទ្យវិញម្ដងទៀតគាត់ទិញចេកទិញផ្លែឈើខ្លះព្រមទំនុំចំណីខ្លះហ្នឹងទៅសែននៅអាកន្លែងក្នុងបន្ទប់ហ្នឹងផងហើយក៏សែននៅអាកន្លែងដើមឈើមុខមន្ទីរពេទ្យបង្អែកហ្នឹងផងមុខអាបន្ទប់គាត់ហ្នឹងមកអាបន្ទប់ដែរបងស្រីគាត់សម្រាប់ហ្នឹងឯងដល់ពេលរឿងហ្នឹងក្រោយពីរឿងហ្នឹងបានបញ្ចប់ស្ងាត់អញ្ចឹងទៅក៏ហ្នឹងហើយសាច់រឿងហ្នឹងក៏វាចប់ដោយសង្ខេបប៉ុណ្្នឹងដែរអរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនដែលតែងតែគាំទ្រហើយតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់អញ្ចឹងយើងជួបគ្នានៅសាច់រឿងក្រោយមួយទៀតអរគុណច្រើន